សូមស្វាគមន៍មកកាន់ The Funan Times នៅក្នុងសង្គ្រាមសម័យទំនើបការវាយប្រហារពីចម្ងាយដោយភាពជាក់លាក់និងកម្លាំងបំផ្លាញដ៏ធំធេងគឺជាកត្តាកំណត់ជ័យជំនះនៅពេលនិយាយដោយភ្លើងសង្គ្រាមឬ Iron Rain គ្មាននរណាមិនស្គាល់ប្រព័ន្ធបាញ់រ៉ុកែតពហុកាណុង MLRS នោះទេថ្ងៃនេះយើងនឹងនាំអារម្មណ៍បងប្អូនមកស្គាល់អាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតមួយរបស់កងទ័ពរំដោះប្រជាជនចិននឹងត្រូវបានចាត់ទុកថាជាគូប្រជែងដ៏ស័ក្តិសមរបស់ HIMARS របស់អាមេរិកនិង SMERSH របស់រុស្ស៊ីនោះគឺ PHL-03 តើ PHL-03 មានសមត្ថភាពបានឆ្ងាយប៉ុណ្ណាតើវាមានបច្ចេកវិទ្យាអ្វីខ្លះដែលធ្វើឲ្យវាក្លាយជាអាវុធដ៏គ្រោះថ្នាក់ហើយសំខាន់បំផុតតើវាដើរតួនាទីបែបណានៅក្នុងយុទ្ធសាស្ត្រការពារជាតិសូមតាមដានជាមួយយើងខ្ញុំនៅក្នុងវីដេអូលម្អិតមួយនេះដើម្បីយល់ពី PHL-03 យើងត្រូវត្រឡប់ទៅមើលប្រវត្តិនៃការបង្កើតវាប្រព័ន្ធនេះមិនមែនកើតឡើងដោយចៃដន្យទេនៅចុងទសវត្សរ៍ឆ្នាំ1980និងដើមទសវត្សរ៍ឆ្នាំ1990ចិនបានសម្លឹងឃើញថាប្រព័ន្ធកំភឿងធំរបស់ខ្លួននៅមានកម្រិតបើធៀបនឹងមហាអំណាចលោកខាងលិចនិងសហភាពសូវៀត PHL-03 ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Norinco របស់ចិនវាត្រូវបានគេដឹងថាបានយកគំរូរៀងឬអាចនិយាយថាជាបងប្អូនរបស់ប្រព័ន្ធ BM-30 SMERSH របស់រុស្ស៊ីទោះបីជាមានរូបរាងស្រដៀងគ្នាប៉ុន្តែចិនបានបញ្ចូលបច្ចេកវិទ្យាទំនើបរបស់ខ្លួនចូលទៅក្នុងប្រព័ន្ធនេះវាបានចូលបម្រើការនៅក្នុងកងទ័ពចិនជាផ្លូវការនៅឆ្នាំ2004ឬ2005តាមប្រភពខ្លះគោលដៅរបស់វាគឺច្បាស់លាស់គឺការបង្កើតប្រព័ន្ធបាញ់គ្រាប់ផ្លោងដែលមានកម្លាំងខ្លាំងអាចចលនាបានលឿននិងវាយប្រហារគោលដៅយុទ្ធសាស្ត្រនៅចម្ងាយឆ្ងាយដែលកាំភ្លើងធំធម្មតាមិនអាចទៅដល់តោះចូលទៅកាន់ផ្នែកបច្ចេកទេសអ្វីដែលធ្វើឲ្យ PHL-03 ពិសេសមិនមែនត្រឹមតែគ្រាប់រ៉ុកែតទេគឺយានជំនិះរបស់វា 1. តួឡាន PHL-03 ត្រូវបានបំពាក់លើតួឡានដឹកធុនធ្ងន់ប្រភេទ Vansan WS-240 ដែលជាប្រភេទ 8x8 កង់ 8 ពង 2 នេះមានន័យថាវាអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវមិនថាជាផ្លូវភ្នំ ផុក ឬវាលខ្សាច់នោះទេ 2. ល្បឿននិងទម្ងន់យាននេះមានទម្ងន់ប្រហែល43តោនប៉ុន្តែអាចរត់បានល្បឿនដល់ទៅ60គីឡូម៉ែត្រក្នុង1ម៉ោងនិងមានចម្ងាយប្រតិបត្តិការឬ range ដល់ទៅ650គីឡូម៉ែត្រដោយមិនបាច់ចាក់សាំង 3. ការរៀបចំខ្លួនបាញ់ចំណុចខ្លាំងបំផុតមួយគឺប្រព័ន្ធស្វ័យប្រវត្តិវាប្រើពេលតែ3នាទីប៉ុណ្ណោះដើម្បីឈប់ឡានលើកកាណុងនិងធ្វើការបាញ់ហើយបន្ទាប់ពីបាញ់រួចវាអាចចាកចេញពីទីតាំងនោះក្នុងរយៈពេល1នាទីនេះគឺជាយុទ្ធសាស្ត្រ shoot and scoot ដើម្បីគេចចេញពីការបាញ់តបរបស់សត្រូវឥឡូវនេះគឺជាផ្នែកដែលសំខាន់បំផុតគឺកណ្ដាប់ដៃរបស់ PHL-03 ទំហំកាណុង300មីលីម៉ែត្រចំនួនកាណុង12បំពង់ល្បឿនបាញ់វាអាចបាញ់អស់ទាំង12គ្រាប់ក្នុងរយៈពេលត្រឹមតែ38វិនាទីប៉ុណ្ណោះសូមស្រមៃថាក្នុងរយៈពេលមិនដល់1នាទីគ្រាប់រ៉ុកែតយក្សចំនួន12គ្រាប់ធ្លាក់ទៅលើគោលដៅប្រភេទគ្រាប់និងរយៈចម្ងាយ PHL-03 អាចប្រើប្រាស់គ្រាប់ជាច្រើនប្រភេទ 1. គ្រាប់ធម្មតាមានចម្ងាយបាញ់ពី70ទៅ130គីឡូម៉ែត្រ 2. គ្រាប់បែកចង្កូមគ្រាប់មួយអាចផ្ទុកកូនគ្រាប់រាប់រយគ្រាប់ខាងក្នុងពេលទៅដល់គោលដៅវាបែកកូនគ្រាប់ដើមលើផ្ទៃដីទូលាយប្រើសម្រាប់កុំធ្និចកងទ្រាប់ធ្វើជើងឬកងរថថ្នាំងដែលនៅប្រមូលប្រដុំ 3. គ្រាប់បែកដឹកនាំដោយផ្កាយសាទៀនម៉ូដែលថ្មីរបស់ PHL-03 អាចប្រើគ្រាប់ដែលបំពាក់ប្រព័ន្ធ GPS ឬ BDS ដែលធ្វើឲ្យវាមានភាពជាក់លាក់ខ្ពស់បំផុតនិងអាចបាញ់បានឆ្ងាយដល់ទៅ150ឬ160គីឡូម៉ែត្រអ្នកជំនាញយោធាបានប៉ាន់ស្មានថាការបាញ់មួយឈុតរបស់ PHL-03 អាចបំផ្លាញផ្ទៃដីទំហំប្រហែល600ម៉ែត្រគុណនឹង600ម៉ែត្រឲ្យคล้ายជាវាលរាបបានកម្លាំងមិនមែនជាអ្វីទាំងអស់បើសិនជាមិនមានក្បាលនោះទេ PHL-03 មិនមែនប្រតិបត្តិការតែមួយឯងនោះទេនៅក្នុងអនុស្សាសនបញ្ជាមួយវាមានឡានបញ្ជាការដែលបំពាក់ប្រព័ន្ធគ្រប់គ្រងការបាញ់ដ៏ទំនើបវាប្រើប្រាស់ទិន្នន័យពីផ្កាយសាទៀនយន្តហោះមនុស្សមិនបើកបរ
និងរ៉ាដាដើម្បីកំណត់គោលដៅការបញ្ចូលក្រប reloading ចំណុចខ្សោយមួយរបស់ប្រព័ន្ធរ៉ុកែតធំៗគឺការបញ្ចូលក្របសម្រាប់ PHL-03 វាមានឡានដឹកគ្រាប់ដាច់គ្នាដែលបំពាក់ដងសន្ទូចការបញ្ចូលគ្រាប់តាំង12ឡើងវិញត្រូវការពេលប្រហែល20នាទីនេះគឺជាពេលវេលាដែលក្រុមប្រតិបត្តិការត្រូវប្រុងប្រយ័ត្នបំផុតបើសិនជាធៀបនឹង HIMARS របស់អាមេរិកវិញ HIMARS ផ្ដោតទៅលើភាពចលនាខ្ពស់ដាក់លើឡានតូចជាងនិងភាពជាក់លាក់ precision តែមានកាណុងតែ6ប៉ុណ្ណោះ PHL-03 ផ្ដោតទៅលើកម្លាំងបំផ្លាញក្នុងតំបន់ធំ area saturation ជាមួយនឹងកាណុង12និងគ្រាប់ធំជាង300មីលីម៉ែត្រធៀបនឹង227មីលីម៉ែត្ររបស់ HIMARS PHL-03 នៅលើឆាកអន្តរជាតិចិនបានបង្កើត version សម្រាប់នាំចេញដែលហៅថា AR2 ប្រទេសចំនួនដែលយកប្រព័ន្ធស្រដៀងគ្នានេះរួមមានប៉ាគីស្ថាន អេធិអូពីនិងម៉ារ៉ុកសម្រាប់តំបន់អាស៊ីអាគ្នេយ៍កម្ពុជាយើងក៏ត្រូវបានគេដឹងថាជាប្រទេសមួយដែលមានបំពាក់ប្រព័ន្ធរ៉ុកែតរយៈឆ្ងាយពីប្រទេសចិនផងដែរដូចជា PHL-03 ឬ AR2 ដែលនេះគឺជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងសមត្ថភាពការពារជាតិរបស់កងយោធាពលខេមរភូមិន្ទដោយធ្វើឲ្យយើងមានសមត្ថភាពវាយតបបានយ៉ាងមានប្រសិទ្ធភាពសរុបសេចក្តីមក PHL-03 គឺជាសក្ខីភាពនៃការរីកចម្រើននៃបច្ចេកវិទ្យាយោធារបស់ចិនវាគឺជាអាវុធដែលរួមគ្នារវាងកម្លាំងបំផ្លាញដ៏មហោមានិងបច្ចេកវិទ្យា Digital សម្រាប់ប្រទេសដែលកាន់កាប់វា PHL-03 គឺជាការត្រាបរៀងដ៏សំខាន់មួយដែលធ្វើឲ្យសត្រូវត្រូវគិតពីរដងមុននឹងបែកការវាយប្រហារបងប្អូនយល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់ PHL-03 នេះតើវាខ្លាំងជាង Smerch របស់រុស្ស៊ីដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូស្ដីពីយុទ្ធសាស្ត្រនិងអាវុធទំនើបៗជាបន្តទៀត